ឡើយគេពងល្បីនំបញ្ចុកបុកអំបិលម្ទេសស្បៃជូរបងប្អូនមានអីបងប្អូនធ្វើទៅឆ្ងាញ់របស់គេឆ្ងាញ់ហ្មងឆ្ងាញ់ញាក់ហ្មងម៉នួយហ្នឹងត្រឹមតែឃើញលើកទី1ទេបងប្អូនហើយក៏ធ្វើលើកទី1ដែរតែឆ្ងាញ់ចឹងចង់ចែកម្លែកបងប្អូនមកខុសត្រូវអីខាងម្ចាស់តំបន់កុំប្រកែប្រកាន់ណាកំពឹសនេះលេងយករសជាតិឡំបងប្អូនដាក់ទឹកត្រីបន្តិចប៊ីចេងបន្តិចស្ករសបន្តិចលេងឲ្យឈ្ងុយមកអំបិលកន្លះស្លាបព្រាស្ករស1ស្លាបព្រាប៊ីចេង1ញ៉ាំហើយម្ទេសកូរឲ្យសព្វរសជាតិប៉ុណ្ណឹងអូខេបងប្អូនម្ទេសដែលហាន់នៅដៃម្ទេសម្លែបងប្អូនហើយដាក់ម្ទេសហឹរ2គ្រាប់ប៊ីចេងកន្លះស្លាបព្រាស្ករសកន្លះស្លាបព្រាហើយស្ករត្នោត1ចុងស្លាបព្រាទឹកអំបិលទុំ2ស្លាបព្រាក្រូចឆ្មា2ចំណិតហើយនឹងទឹកប្រហុកខ្ញុំដាក់2ស្លាបព្រាដែរបងប្អូនកូរឲ្យសព្វមកខ្ញុំមកច្បល់គ្រឿងបងប្អូនដាក់នំបញ្ចុកនេះខ្ញុំទិញ2000ដាក់ស្ពៃជូរនេះទិញ2000ដែរបងប្អូនហើយបន្លែដែលបានស្រុះហើយនេះកំពឹសលីងហើយទឹកគ្រឿងដែលយើងបានបុកមិញអំបិលម្ទេសដែលបានលីងហើយនឹងខ្ញុំដាក់2ស្លាបព្រាបងប្អូនកូរច្បល់ឲ្យសព្វមកជាការស្រេចហើយរសជាតិនេះធ្វើលើកទី1ទេបងប្អូនតែឆ្ងាញ់សាហាវហ្មង